សូមគោរពជំរាបសួរប្រិយមិត្តទាំងអស់គ្នាខ្ញុំវ៉ាន់ពេលនេះខ្ញុំកំពុងតែផ្សាយចេញពី YouTube Channel របស់ខ្ញុំ Something About Kevin បើសិនជាអ្នកទាំងអស់គ្នាអត់ទាន់បាន Subscribe ខ្ញុំទេចាំជួយ Subscribe ខ្ញុំម្នាក់មួយផង Channel របស់ខ្ញុំនិយាយអំពីរឿងពិតដែលកើតឡើងនៅក្នុងសង្គមដែលអ្នកទាំងអស់គ្នាអាចស្ដាប់កំសាន្តបានក៏ដូចជាក្រេបយកចំណេះដឹងពីករណីទាំងអស់ហ្នឹងថ្ងៃនេះខ្ញុំបានឃើញករណីមួយគួរឲ្យចាប់អារម្មណ៍ហើយខ្ញុំគិតថាគួរតែលើកយកមកនិយាយអញ្ចឹងករណីនេះគឺវាកើតឡើងទៅលើក្មេងស្រីម្នាក់ដែលគាត់មានអាយុត្រឹមតែ12ឆ្នាំទេប៉ុន្តែគាត់មានផ្ទៃពោះ6ខែអ្នកទាំងអស់គ្នាស្ដាប់អត់ច្រឡំទេក្មេងស្រីអាយុ12ឆ្នាំបែរជាមានផ្ទៃពោះ6ខែសុំទោសហើយដែលខ្ញុំនិយាយវាម្ដងហើយម្ដងទៀតពួកខ្ញុំសឹងតែអត់ជឿខ្លួនឯងណាតោះឥឡូវខ្ញុំសង្ខេបករណីហ្នឹងឲ្យអ្នកទាំងអស់គ្នាស្ដាប់ដំបូងឡើយគឺមានស្ត្រីវ័យកណ្ដាលម្នាក់គាត់បានទៅស្ថានីយវិទ្យុ ABC គាត់ទៅដើម្បីឲ្យក្រុមការងារជួយផ្សព្វផ្សាយហើយនឹងរោគយុត្តិធម៌ឲ្យគាត់ដោយសារតើគាត់មានកូនស្រីម្នាក់ដែលមានអាយុត្រឹមតែ12ឆ្នាំទេហើយកូនគាត់នឹងចេះតែមានអាការៈអត់ស្រួលខ្លួនឈឺពោះចាញ់មើលទៅដូចជាមានទងន់អញ្ចឹងណាគាត់កើតទុកមិនសុខចិត្តគាត់ទៅទិញប្រាប់តេស្តទាំងនោមមើលដល់ពេលតេស្តមើលទៅ2កាំបញ្ជាក់ថាកូនគាត់នឹងមានផ្ទៃពោះហើយគាត់ក៏យកទៅអេកូមើលទៅក៏ដឹងថាកូននឹង6ខែហើយមើលដឹងភេទរបស់ទារកទៀតគឺភេទស្រីគាត់ក៏ឆោឡោឲ្យសួរកូនថាមិនបានមានកូនហើយទៅតាក់ទងជាមួយនឹងអ្នកណាគេពួកកូនគាត់ទៅតែអាយុ12ឆ្នាំហ្នឹងសួរចុះសួរឡើងកូនគាត់ក៏បាននិយាយថាម៉ែមានចាំបានអត់កាលពី6ខែមុនម៉ែបានផ្ញើខ្ញុំជាមួយនឹងគ្រួសារមួយនៅពេញអ្នកមីងក៏បានបន្តទៀតថាគាត់តកូនស្រីគាត់និយាយដល់ចំណុចហ្នឹងគឺគាត់នឹកឃើញហ្មងកាលពី6ខែមុនកំឡុងពេលខែ9ខែភ្ជុំណាគាត់បានផ្ញើកូនស្រីគាត់ហ្នឹងមួយអាទិត្យឲ្យនៅជាមួយនឹងអ្នកស្គាល់គ្នានៅពេញឥឡូវខ្ញុំនិយាយពីសាវតារឿងហ្នឹងបន្តិចជាទូទៅគាត់ហើយនឹងកូនស្រីគាត់គឺអត់រស់នៅជាមួយគ្នាទេដោយសារតែគាត់មានស្វាមីក្រោយហើយគាត់ក៏បានផ្ញើកូនស្រីគាត់ហ្នឹងជាមួយនឹងប្អូនប្រុសរបស់គាត់ឲ្យចិញ្ចឹមមើលថែអញ្ចឹងណាក្រោយមកគាត់ក៏បានឆ្លោះគ្នាជាមួយនឹងប្អូនប្រុសគាត់ហើយប្អូនហ្នឹងក៏ឲ្យកូនហ្នឹងមកគាត់វិញនៅពេលដែលមានរឿងហ្នឹងកើតឡើងអ្នកមីងហ្នឹងក៏បាននិយាយថាគាត់អត់មានលុយធ្វើជាសហុយឲ្យកូនហ្នឹងជិះឡានមករកគាត់ទេគាត់ពិបាកចិត្តតែហើយគាត់ក៏បាននិយាយពីទុក្ខលំបាករបស់គាត់ហ្នឹងទៅប្រាប់អ្នកជិតខាងរបស់គាត់អ្នកជិតខាងហ្នឹងក៏ជួយជាដំណោះស្រាយថាអញ្ចេះថាគាត់មានប្អូននៅពេញប្អូនគាត់ហ្នឹងមានប្រពន្ធមានកូនមួយហើយចរិតរឹកពីអីហ្នឹងគឺ slot boat អាចទុកចិត្តបានប្រពន្ធគេធ្វើការនៅក្រសួងនៅអីចឹងណាហើយអាចផ្ញើកូនហ្នឹងនៅជាមួយនឹងគ្រួសារហ្នឹងមួយអាទិត្យសិនទៅព្រោះអាទិត្យក្រោយហ្នឹងគឺប្អូនគាត់ហ្នឹងមកលេងគាត់ដែរអញ្ចឹងចាំឲ្យដោយសារមកជាមួយគេចឹងណាហើយកំឡុងពេលមួយអាទិត្យដែលនៅជាមួយគេហ្នឹងគឺឲ្យកូនស្រីរបស់អ៊ីហ្នឹងជួយមើលថែផ្ទះរៀបចំបោះជូតអីទៅព្រោះដោយសារតែប្អូនថ្លៃគាត់ហ្នឹងឥឡូវហ្នឹងមានកូនមួយទៀតហើយចាញ់កូនធ្វើការងារអត់សូវបានបាទនៅជួយសម្រាលការងារគេហ្នឹងទៅគីឡូគេឲ្យ4ដល់20ម៉ឺនអីមកស្រុកលេងអីចឹងណាអ្នកមីងហ្នឹងគាត់លឺហើយគាត់សប្បាយចិត្តណាព្រោះជីវភាពរបស់គាត់ហ្នឹងរៀងខ្សត់ខ្សោយដែរអញ្ចឹងបានកន្លែងស្នាក់នៅហើយបើបានលុយអីមកថែមតិចតួចហ្នឹងគឺល្អមែនទែនបន្ទាប់ពីសម្រេចសម្រួលគ្នាហើយហ្នឹងគាត់ក៏បានឲ្យប្អូនប្រុសគាត់យកកូនស្រីគាត់យកមកផ្ញើនៅផ្ទះប្អូនរបស់អ្នកជិតខាងគាត់ហ្នឹងហើយអ៊ីក៏បាននិយាយទៀតថាគាត់អត់ដឹងរឿងអីទៀតទេពួកគាត់មិននៅផ្ទះហ្នឹងជាមួយអញ្ចឹងណាអញ្ចឹងក្រុមការងារវិទ្យុហ្នឹងក៏បានសម្ភាសទៅកាន់ប្អូនស្រីវិញហើយជនរងគ្រោះប្អូនស្រីអាយុ12ឆ្នាំហ្នឹងក៏បានចូលខ្លួនមកបកស្រាយពីបញ្ហាដែលកើតឡើងមកលើគាត់បានរៀបរាប់ប្រាប់ថានៅពេលដែលពូបង្កើតរបស់គាត់ហ្នឹងបានយកគាត់មកផ្ញើនៅផ្ទះជនសង្ស័យគាត់បានជួយមើលការខុសត្រូវនៅក្នុងផ្ទះដូចជាដាំបាយញ៉ាំជុំគ្នាហើយក៏បានទៅជួយសម្អាតនៅកន្លែងធ្វើការរបស់ប្រពន្ធរបស់ជនសង្ស័យសួរទៅសួរមកបានដឹងថាប្រពន្ធរបស់ជនសង្ស័យដែលនិយាយថាធ្វើការនៅក្រសួងហ្នឹងណាតាមពិតទៅគាត់គឺជាអ្នកសម្អាតនៅក្រសួងចំណែកឯជនសង្ស័យវិញគាត់គឺជាអ្នកអាយ៉ែឡានផ្ទះដែលគាត់បានទៅស្នាក់នៅហ្នឹងគឺជាបន្ទប់ជួលទីតាំងហ្នឹងវាអត់មានខណ្ឌជាកន្ទប់អីទេគឺមានតែកន្ទប់មួយអញ្ចឹងទៅគឺគាត់គេងជុំគ្នាអញ្ចឹងណាហើយនាងក៏បានបន្តទៀតថានៅពេលដែលញ៉ាំបាយញ៉ាំអីអញ្ចឹងគឺជនសង្ស័យជួយចិត្តមកអង្គុយនៅចិត្តគាត់ហើយគាត់អត់ចង់អង្គុយនៅចិត្តទេថ្ងៃមួយហ្នឹងនៅពេលដែលប្រពន្ធជនសង្ស័យអត់នៅ
ជនសង្ស័យក៏បានទិញទឹកក្លុកមួយកែវមកឲ្យគាត់ចង់ញ៉ាំទឹកក្លុកហ្នឹងឯងប៉ុន្តែជនសង្ស័យបានគំរាមគាត់ថាត្រូវតែញ៉ាំបើអត់ញ៉ាំទេគាត់នឹងគំរាមកាប់កង់ហើយអត់ឲ្យទៅផ្ទះវិញនាងមានភាពភ័យខ្លាចហើយក៏បានញ៉ាំទឹកក្លុកហ្នឹងទៅនៅពេលដែលញ៉ាំហើយនាងមានអាការៈរៀងល្ងុយដេកហើយនាងក៏បានដេកលក់ទៅដេកតាំងពីម៉ោង 6 ល្ងាចរហូតដល់ម៉ោង 6 ព្រឹកបានភ្ញាក់នាងបានបញ្ជាក់ទៅថានៅពេលដែលនាងគេងហ្នឹងគឺនាងបានយកភួយយកមកឃ្លុំគេងប៉ុន្តែនៅពេលដែលនាងភ្ញាក់ដឹងខ្លួនហ្នឹងគឺភួយហ្នឹងអត់នៅនឹងទេនៅស្ដងក្រៅហើយខោរបស់នាងហ្នឹងសើមនាងមានអាការៈឈឺពោះហើយនាងក៏បានឆែកមើលទៅក៏មានឃើញឈាមនាងក៏គិតថានាងប្រហែលជាមករដូវនាងក៏បានប្រាប់ម្ដាយហើយម្ដាយហ្នឹងក៏បានទេមកប្រពន្ធរបស់ជនសង្ស័យហ្នឹងខ្ចីលុយ 20,000 ដើម្បីទិញសាឡេអនាម័យម្ដាយចំណុចថងនេះប្អូនស្រីហើយនិងម្ដាយហ្នឹងក៏បានបញ្ជាក់ផងដែរថាប្អូនស្រីមករដូវតាំងពីអាយុ11ឆ្នាំនៅពេលដែលប្អូនស្រីនៅនឹងបានមួយអាទិត្យដល់ថ្ងៃដែលជនសង្ស័យហើយនិងគ្រួសារត្រូវទៅស្រុកពួកគេក៏បានជូននាងទៅផ្ទះជូនទៅដាក់ដល់ផ្ទះនៅឯខេត្តពោធិ៍សាត់ណាបកគលឲ្យម្ដាយវិញដោយសុវត្ថិភាពបន្ទាប់ពីពេលហ្នឹងមកប្អូនស្រីក៏ចាប់ផ្ដើមឈឺក្បាលវិលមុខឈឺពោះក្អួតចង្អោរហើយក៏បានប្រាប់ម្ដាយហ្នឹងក៏ថាំងប្រហែលជាកាពះតែដឹងអញ្ចឹងទៅក៏ឲ្យត្រាំកាពះញ៉ាំអីអញ្ចឹងណាអត់មានណាគេចាប់អារម្មណ៍ថាកូនហ្នឹងអាចនឹងមានផ្ទៃពោះអីទេរហូតពោះកូនហ្នឹងចេះតែធំទៅហើយក៏គិតថាកូនហ្នឹងធាត់រហូតដល់ថ្ងៃមួយហ្នឹងមួយសប្តាហ៍មុនពេលដែលគាត់ចូលមកសុំជំនួយហ្នឹងណាកូននៅក្នុងពោះកូនស្រីហ្នឹងធាក់ជនរងគ្រោះក៏បានយករឿងនេះទៅប្រាប់ម្ដាយហើយគាត់ហ្នឹងក៏បានដោះអាវឲ្យម្ដាយមើលទៅបានម្ដាយថាសដនរបស់គាត់ហ្នឹងរៀងប្លែកមើលទៅដូចអ្នកមានទងន់អញ្ចឹងណាចឹងទៅគាត់ក៏បានទិញប្រាប់តេស្តទឹកនោមហ្នឹងយកមកតេស្តមើលទៅលទ្ធផលមានណា2កាំនៅពេលដែលគាត់ដឹងថាកូនស្រីគាត់ហ្នឹងមានផ្ទៃពោះគាត់ក៏បានយកទៅពិនិត្យអេកូមើលលទ្ធផលហ្នឹងបានចេញមកថាកូនហ្នឹងមានផ្ទៃពោះ6ខែហើយសរុបទៅគឺ26សប្តាហ៍5ថ្ងៃគាត់ក៏ឆោឡោឲ្យសួរកូនហ្នឹងថាមិនបានមានកូនមានអីអញ្ចឹងហើយក៏បែកធ្លាយរឿងរ៉ាវដោយដែលខ្ញុំបាននិយាយប្រាប់ហ្នឹងក្រោយពីប្អូនស្រីបានរៀបរាប់ប្រាប់ពីហេតុការណ៍អីគ្រប់យ៉ាងហ្នឹងហើយក្រុមការងារវិទ្យុក៏បានជួយអន្តរាគមន៍ដាក់ពាក្យប្តឹងអីផ្សេងតែរឿងហ្នឹងអត់ចប់ត្រឹមហ្នឹងទេនៅពេលដែលសាច់រឿងហ្នឹងបានចេញផ្សាយទៅលើបណ្ដាញសង្គមហ្នឹងស្រាប់តែមានបងប្រុសម្នាក់បានទៅមកខាងវិទ្យុហើយនិយាយថាគាត់ហ្នឹងឯងគឺជាមនុស្សប្រុសដែលក្មេងស្រីហ្នឹងនិយាយហើយគាត់មានរឿងចង់បកស្រាយអ្វីគ្រប់យ៉ាងអត់ដូចក្មេងស្រីហ្នឹងនិយាយទេគាត់សុំចូលខ្លួនមកបកស្រាយរឿងគ្រប់យ៉ាងហើយគាត់ពេញចិត្តនឹងសហការបើសិនជាប៉ូលីសហៅគាត់ទៅសាកសួរគាត់ក៏បានអញ្ជើញមកដល់ស្ថានីយ៍វិទ្យុហើយឡើងអនអែร์គាត់បាននិយាយថាគាត់ពិតជាបានទទួលក្មេងស្រីម្នាក់មកនៅជាមួយគាត់មែនប៉ុន្តែមកនៅនឹងគឺមកនៅស្នាក់អាស្រ័យរយៈពេល5ថ្ងៃគាត់យល់ព្រមឲ្យស្នាក់អាស្រ័យនឹងដោយសារតបងស្រីរបស់គាត់នឹងគឺជាអ្នកជិតខាងជាមួយនឹងម្ដាយរបស់ក្មេងស្រីគាត់នឹងក៏ស្គាល់ម្ដាយរបស់ក្មេងស្រីដែរប៉ុន្តែក្មេងស្រីនឹងគឺគាត់អត់ដែលស្គាល់ទេដោយសារតកូននឹងអត់នៅជាមួយម្ដាយអញ្ចឹងណាគាត់បាននិយាយថាកូននឹងមិនមែនមកនៅជាមួយគាត់ខែ9ទេក្មេងនឹងបានមកដល់ផ្ទះគាត់ថ្ងៃទី23ខែ11គាត់ក៏បានអះអាងទៀតថាបើមិនជឿទេអាចទៅសួរម្ចាស់ផ្ទះជួលគាត់បានដោយសារតែគាត់នឹងទៅតែបានមកជួលផ្ទះនឹងខែ11ដែរទេអញ្ចឹងវាអត់អាចទេដែលក្មេងស្រីនឹងនិយាយថាមកនៅផ្ទះគាត់ខែ9ណោះក្រុមការងារវិទ្យុក៏បានទេទៅម្ចាស់ផ្ទះជួលរបស់គាត់ម្ចាស់ផ្ទះនឹងក៏បាននិយាយថាគាត់ពិតជាបានជួលខែ11មែនហើយជនសង្ស័យមិនមែនមកតែម្នាក់ឯងទេគាត់មកជាមួយនឹងភរិយារបស់គាត់រឿងដែលចម្លែកមួយទៀតហ្នឹងគឺប្រពន្ធរបស់គាត់បាននិយាយថាអញ្ចេះក្មេងស្រីហើយនឹងម្ដាយនឹងបាននិយាយថាឲ្យកូននឹងមកស្នាក់អាស្រ័យនឹងឲ្យជួយការងារដោយសារគាត់នឹងទងន់ពោពោះមែនទេគាត់ពិតជាពោពោះមែនប៉ុន្តែកូនក្នុងផ្ទៃរបស់គាត់នឹងឥឡូវហ្នឹងគឺមានអាយុទៅតែ5ខែទេហើយគាត់មានសម្បត្តិបច្ចេកអីធំត្រូវអញ្ចឹងគឺវាចម្លែកត្រង់ថាកូនរបស់គាត់នឹងមានអាយុតិចជាងកូនរបស់ក្មេងនឹងទៀតសរុបសេចក្តីមកគឺពេលវេលាវាត្រូវគ្នាហើយនិយាយដល់រឿងទឹកក្លុកក្មេងស្រីនឹងបាននិយាយថាប្តីរបស់គាត់បានទិញទឹកក្លុកឲ្យបខំឲ្យផឹកតែតាមពិតទៅទឹកក្លុកនឹងគឺគាត់ទេជាអ្នកទិញដោយសារតែគាត់ទិញហូបខ្លួនឯងហើយទិញឲ្យកូនអញ្ចឹងទៅបើអត់ឲ្យក្មេងនឹងវាអត់សមដោយសារនៅផ្ទះមួយគ្នាអញ្ចឹងទៅគាត់ក៏ទិញឲ្យកូនគាត់ហើយនឹងក្មេងស្រីនឹងម្នាក់មួយកែវហ
ហើយទឹកកន្លុកហ្នឹងសរុបមកគឺហូបទាំងអស់គ្នាទេហូបទាំងគាត់ទាំងប្តីគាត់កូនគាត់ហើយនឹងក្មេងស្រីហ្នឹងគឺញ៉ាំជុំគ្នានៅពេលដែលខ្ញុំស្ដាប់ការសម្ភាសន៍អ្នកទាំងសងខាងទៅអារឿងទឹកកន្លុកទឹកអីដែលប្រពន្ធគាត់និយាយថាគាត់អ្នកទិញឯហ្នឹងខ្ញុំអត់សូវជឿហ្មងទេប៉ុន្តែអ្វីដែលខ្ញុំចាប់សង្កល់ជាងគេហ្នឹងគឺពេលវេលានៃការពោពោះពេលវេលាវាអត់សូវស៊ីគ្នាដោយឧទាហរណ៍ក្មេងស្រីហ្នឹងបាននិយាយថាពេលដែលគាត់មកស្នាក់ស្រីហ្នឹងដោយសារតប្រពន្ធរបស់ជនសង្ស័យហ្នឹងមានផ្ទៃពោះតែទៅមកបែរជាប្រពន្ធរបស់ជនសង្ស័យហ្នឹងមានផ្ទៃពោះអាយុតិចជាងក្មេងស្រីហ្នឹងទៀតតិចជាងមួយខែអញ្ចឹងបានន័យថាម្នាក់ក្នុងចំណោម2នាក់ហ្នឹងមានអ្នកនិយាយកុហកព្រោះរឿងនេះគឺមានតែសមត្ថកិច្ចទេដែលអាចស្រាវជ្រាវឃើញមួយវិញទៀតសម័យនេះ DNA ប៉ុន្តែ DNA មើលទៅដឹងហើយឥឡូវហ្នឹងគឺសមត្ថកិច្ចកំពុងតែដោះស្រាយរឿងហ្នឹងហើយសង្ឃឹមថាគេនឹងចាប់ជនដៃដល់បានហើយខ្ញុំសូមជូនពរឲ្យបងស្រីសម្រាប់បទប្រកបដោយសុវត្ថិភាពអើយនិយាយទៅគឺពិបាកមែនតើសម្រាប់ក្មេងស្រីអាយុ12ឆ្នាំនាងអត់គួរមកពោពោះចឹងទេគួរណាស់តែនៅរៀននិងប្រើប្រាស់ជីវិតកុមារភាពរបស់នាងដូចក្មេងដទៃដែរខ្ញុំសង្ឃឹមថារឿងរ៉ាវមួយនេះនឹងផ្ដល់ជាមេរៀនជីវិតដល់ប្រិយមិត្តអ្នកស្ដាប់យើងអត់គួរទុកចិត្តគេងាយហើយផ្ញើកូននឹងគេដូចម្ដាយជនរងគ្រោះទេហើយយើងក៏អត់គួរយកជនប្លែកមុខមកនៅក្នុងផ្ទះយើងដែរមុននឹងឲ្យគេស្នាក់អាស្រ័យត្រូវឲ្យច្បាស់ពីអត្តសញ្ញាណរបស់គេព្រោះថាមនុស្សឥឡូវគឺមានសពគ្រប់បែបយ៉ាងអូខេអញ្ចឹងយើងអត់អាចកំណត់បានទេថាតើអ្នកណាខុសអ្នកណាត្រូវអ្នកណាកុហកហើយអ្នកណានិយាយការពិតខ្ញុំសង្ឃឹមថាសមត្ថកិច្ចគាត់នឹងវែងមុខជនបង្កបានសូមអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះពីដើមរហូតដល់ចប់កុំភ្លេចចុច like Subscribe ដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាយបាយ